ភ្ញៀវទេសចរជាតិនិងអន្តរជាតិទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លងទ្វារខាងកើតប្រាសាទអង្គរវត្តសៀមរាបសាធារណជនភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងទទួលបានបទពិសោធន៍ក៏ដូចជាទស្សនីយភាពថ្មីប្លែកនៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតនៃប្រាសាទអង្គរវត្តដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការពីពេលថ្មីនេះលោកលេខកំលីនប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្តបានឲ្យដឹងថាអាជ្ញាធរជាតិអប្សរាបានដាក់ឲ្យដំណើរការផ្លូវទស្សនាថ្មីនៅខ្លងទ្វារខាងកើតប្រាសាទអង្គរវត្តនៅថ្ងៃទី1ខែមេសាឆ្នាំ2025ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើនលោកបន្តថាច្រកទ្វារទស្សនាថ្មីនេះមានផាសុកភាពផ្ដល់ម្លប់ឈើត្រជាក់ពិសេសនោះទេសចរអាចផ្ដិតរូបភាពកំពូលប្រាសាទអង្គរវត្តនៅចំអកណ្ដាលនៃខ្លងទ្វារខាងកើតបានយ៉ាងស្រស់ស្អាតក្រៅពីនេះទេសចរក៏អាចដើរទស្សនាលើស្ពានឈើនៅជាប់មាត់ទឹកកសិណអង្គរវត្តដ៏ស្រស់ស្អាតផងដែរមគ្គុទ្ទេសក៍ទេសចរភាសាអង់គ្លេសលោកស៊ូសរ៉ាម៉នបានសាទរចំពោះការរៀបចំផ្លូវថ្មីនេះលោករ៉ាម៉នបានកោតសរសើរចំពោះកិច្ចការអភិរក្សជួសជុលនិងលើកតម្លៃឡើងវិញនៅខ្លងទ្វារខាងកើតនិងបានបើកឲ្យទេសចរឆ្លងកាត់ឡើងវិញមគ្គុទ្ទេសក៍រូបនេះក៏បានលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ផ្សេងទៀតគួរនាំទេសចរដែលមានលទ្ធភាពដើរតាមផ្លូវទស្សនាថ្មីនេះឲ្យបានច្រើនដើម្បីលើកតម្លៃខ្លងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ